bà số xây là cái chụp hình sạch với chụp môi channel thì mấy hai cái này khi bạn chơi đến ở clip pi được biết bật cao email account là lựa từ sắm này ok bạn chắc là bây giờ từ cái email khám án cứ yên từ miền web browser rồi chỉ Chrome Firefox hay đang Safari ấy nào ok chắc là nhóm para Chrome ok chắc từ bốn cứ yên từ trên nhà lửa Google Chrome ok bạn chơi chung không tới bảo tao tiếp dương từ bài bị thá create Gmail chẳng mà ok chẳng dương scroll lang lên thì nó hàng tập tiếp dương từ select dọc biệt thá create a Gmail account ok chứ dương click được biệt nó hai tập tiếp dương click lên biệt thá create an account và hai cái nàyคือtìm tiền dương đại chúa đại chúa hay nó email account hay nó password để cho làm ok chẳng nhôm xong đại chúa trong ô thoại đã thá cá ni chẳng từ ok hai cái này cứ nhôm xong đại thá cá ní mùi rồi pram ấy chẳng và hai class lại password này nhôm xong ở và hai thế ok bạn chẳng tôi bị dương bạn một bình chúng mua hay là email dương trong bàn hay là password rồi hay tổng thế dương click lừa bị thả nick và hai tổng tiếp là đi đấy cứ thêm tia dương đã để tôi sắm bảo dương ok bạn chắc nhôm xong cho để tôi sắp bạn trong tập giờ bạn đã để sắp hái giữa từ click được bị thả nick tỏ tiền ba cái này đấyคือយើងត្រូវរងចាំ Google គេផ្ញើលេខកូដមកឲ្យយើងអូខេឥឡូវផ្ញើមកហើយយើងសូមមកកូដចូលមកចាំតទៅពីវាយលេខកូដចូលហើយយើងត្រូវ click លើពីថា verify โอเคบ้าให้กรณีพองđấyคือយើងត្រូវបំពេញថៃខែឆ្នាំដាក់របស់យើងអញ្ចឹងខ្ញុំសូមដាក់ព្រាវសិនចុះសូមដាក់ January ថ្ងៃ1អញ្ចឹងទៅហើយ1199អញ្ចឹងទៅបើឲ្យរក page អូខេអញ្ចឹងបន្ទាប់ពីយើងបានបំពេញលក្ខខណ្ឌវិការនេះហើយយើងត្រូវ click លើពាក្យថា next បន្តទៀតបាទហើយយើង click លើពាក្យ yes នេះមក scroll ឡើងលើតោះទៅយើង click លើពាក្យថា I agree អូខេបាទឥឡូវ email របស់យើងគឺយើងបានបង្កើតវារៀបរាល់ហើយអូខេឥឡូវបន្ទាប់ពីបានបង្កើត email រៀបរាល់ហើយយើងចូលមកកាន់ការប្រើប្រាស់វិញម្ដងអញ្ចឹងសម្រាប់ការប្រើប្រាស់វានឹងយើងត្រូវមានកម្មវិធីមួយដែលមានឈ្មោះថា Gmail អញ្ចឹងសម្រាប់ទូរស័ព្ទខ្លះគឺគាត់មានកម្មវិធីនឹងស្រាប់ហើយអញ្ចឹងដល់សម្រាប់ទូរស័ព្ទខ្លះទៀតគឺអត់មានទេអញ្ចឹងបើសម្រាប់ទូរស័ព្ទដែលមិនទាន់មានអញ្ចឹងយើងចូលមកកាន់ Play Store មកដើម្បីទៅ download កម្មវិធី Gmail ហ្នឹងអូខេអញ្ចឹងយើងចូលក្នុង Play Store ហើយយើង search ពីថា Gmail អូខេនេះចឹងរើសយកនឹងមក
បន្តទៀតយើង click ពាក្យថា download ចុះដល់ខ្ញុំមានស្រាប់ហើយចុះខ្ញុំមិន download ទេបាទហើយយើង back មកវិញបាទហើយបន្តទៀតគឺយើង click ចូលទៅក្នុងកម្មវិធី email ហ្នឹងបាទចឹងនេះដល់ខ្ញុំ sign out account ពេញសិនបាទបន្តទៀតគឺ click ឲ្យកន្លែង add other account នេះមកចឹងសម្រាប់អ្នកបង្កើតថ្មីគឺវានឹងចេញជារូបរាងបែបនេះបើសិនជាបងប្អូនថាបាន download account ថ្មីគឺវាពេលយើងចុចចូលភ្លាមគឺវានឹងចេញជារូបរាងបែបនេះបន្តមកទៀតយើងចុចនៅលើពាក្យថា Google បាទហើយអានេះខ្ញុំដោះ password ចេញសិនបាទហើយកន្លែងនេះគឺទីមទីឲ្យយើងដាក់ email ដែលយើងបានបង្កើតមិញហ្នឹងឥឡូវខ្ញុំដាក់ email ដែលបានបង្កើតមិញហ្នឹងអូខេឥឡូវខ្ញុំបានវាយ email ហ្នឹងហើយតមកទៀតយើង click ពាក្យថា next មកតទៅទៀតកន្លែងនេះគឺយើងត្រូវវាយ password របស់ email របស់យើងដែលមានឈ្មោះថា kakanik605@gmail.com នេះអូខេបន្ទាប់ពីបាន password ហើយយើង click ពាក្យថា next បន្តទៀតបាទហើយ click លើពាក្យថា agree I agreeអូខេបាទនេះគឺជា email ដែលយើងបាន login មិញហ្នឹងនេះអញ្ចឹងយើងមើលបើសិនយើងចង់មើល profile របស់យើង click នៅលើកន្លែងរូបហ្នឹងទៅហើយយើងឃើញនេះគឺជា profile របស់យើងហើយនេះគឺជា email តែប្រហែលដែលខ្ញុំបាន login ចូលទៅក្នុងកម្មវិធី Gmail មួយហ្នឹងអូខេនេះគឺជា email របស់ខ្ញុំហើយនេះគឺជា email ដែលខ្ញុំបានបង្កើតថ្មីមិញហ្នឹងបាទហើយកន្លែងនេះជាកន្លែងជាកន្លែងថាគេហៅថា option របស់កម្មវិធី Gmail ហ្នឹងគឺនៅក្នុងហ្នឹងវាមានដូចជាពេលគេ send email មកទៅអស់អញ្ចឹងទៅគឺយើងនឹងឃើញក្នុងនេះអញ្ចឹងយើងចុចចូលក្នុង mailbox ហ្នឹងមកយើងនឹងឃើញរាល់ email ដែលគេផ្ញើមកយើងហ្នឹងគឺយើងឃើញនៅក្នុង inbox ហ្នឹងហើយអូខេអូខេបាទអញ្ចឹងសម្រាប់វីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងសូមអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះអញ្ចឹងសង្ឃឹមថាអ្នកទាំងគ្នានឹងអាចធ្វើបានហើយនឹងអាចបង្កើត email ហ្នឹងបានអូខេបាទសូមអរគុណ